ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូបង្ហាញពីការអានមេរៀននៅក្នុងសៀវភៅពុម្ពភាសាខ្មែរថ្នាក់ទី1មេរៀនទី93ផ្ញើជើងស្កស្ដស្ថស្បស្រការអានព្យាង្គស្កស្កអាស្កាស្កអេស្កេស្កអីស្កៃស្កអឺស្កើស្កអឺស្កើស្ដអស្ដស្ដអូស្ដូស្ដអ៊ូស្ដួស្ដអាស្ដើស្ដអឺស្ដឿស្ថអៀស្ធាស្ថអេស្ថេស្ថអែស្ថែស្ថអៃស្ថៃស្ថអោស្ថោស្បអៅស្បៅស្បអំស្បំស្បអំស្បំស្បអាំស្បាំស្រអេស្រះស្រអូស្រោស្រអេស្រេះស្រអស្រោការអានពាក្យស្កនិងកស្កស្កនិងរែវស្កស្កអូស្គោនិងវែវស្កូវស្ដអៅស្ដៅស្ដអាស្ដាស្ដានិងយ៉ាវស្ដាយស្ដអាំស្ដាំស្ថអេស្ថិស្ថិនិងតស្ថិតស្បអែស្បែស្បែនិងកស្បែកស្រអែស្រែស្រអូស្រោស្រោនិងវែវស្រូវស្រអះស្រះស្កនិងបស្កបបន្តមួយស្កប់ស្កនិងលែវស្កបន្តមួយស្កល់ស្កប់ស្កល់ស្កអឺស្កឹស្កឹនិងម៉ែវស្កឹមស្កអៃស្កៃស្កឹមស្កៃស្ថអាស្ថាស្ថានិងណែវស្ថានតែវអ៊ូទូនិងតទូតស្ថានទូតស្ថអេស្ថិស្ថិនិងតស្ថិតស្ថអេស្ថេស្ថេនិងរែវស្ថេស្ថិតស្ថេស្រអស្រោស្រោនិងកស្រុកស្រអែស្រែស្រុកស្រែស្បអែស្បែស្បែនិងកស្បែកចែវអឺជើនិងងាវជើងស្បែកជើងការអានល្បះទី1ស្រីស្រីស្រុកស្រែពូកែញ៉ាំស្ដៅល្បះទី2ម្ដាយខ្ញុំទៅផ្សារទិញស្បង់ស្បែកជើងនិងស្ករប្រគេនលោក